លោកញ៉ាំសារ៉ាត់គឺជាអ្នកសម្របសម្រួលអាត60ប្រចាំខេត្តកំពង់ធំហើយលោកមានបទពិសោធន៍នឹងបម្រើការងារនៅអង្គការអាត60នេះជាង20ឆ្នាំមកហើយទោះបីនៅពេលបច្ចុប្បន្ននេះលោកទទួលបាននៅប្រាក់បៀវត្សត្រឹម50%ក៏ដោយក៏លោកនៅតែបន្តធ្វើការងារបន្តទៅទៀតតើមានមូលហេតុអ្វីដែលបណ្ដាលឲ្យលោកនៅតែបន្តធ្វើការងារជាអ្នកការពារសិទ្ធិមនុស្សនេះដល់ពេលបច្ចុប្បន្នដើម្បីកាន់តែជាច្បាស់ទៅយើងតាមដានទស្សនាមួយខ្ញុំដូចតទៅស្ទើរតែពាក់កណ្ដាលជីវិតរបស់អ្នកធ្វើការលើវិថីការពារសិទ្ធិមនុស្សនៃសមាគមអាត់ហុកមួយរូបបន្តក្រាញ់នាក្នុងវិស័យនេះក៏ព្រោះតែសេចក្តីស្រឡាញ់ព្រមទាំងចង់ឃើញសង្គមមួយដែលមានការគោរពសិទ្ធិមនុស្សទូលំទូលាយពិតប្រាកដបើទោះបីជាបច្ចុប្បន្នសមាគមមួយនេះត្រូវបានជួបនៅបញ្ហាហិរញ្ញវត្ថុហើយការផ្ដល់ឧបត្ថម្ភដល់បុគ្គលិកកាន់តែស្រួយស្រាងក្តីលោកញ៉ែមសារ៉ាត់បច្ចុប្បន្នមានវ័យ56ឆ្នាំជាអ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាត60ម្នាក់នៅខេត្តកំពង់ធំលោកមានបងប្អូនចំនួន3នាក់ហើយលោកជាកូនពៅនៅក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិភ្នំសំពៅឃុំភ្នំសំពៅស្រុកបាត់ដំបងខេត្តបាត់ដំបងប៉ុន្តែបច្ចុប្បន្នលោកបានផ្លាស់មករស់នៅជាមួយនឹងគ្រួសារខាងភរិយានៅភូមិសាឡាវត្តបូសង្កាត់សាឡាកំរើកក្រុងសៀមរាបខេត្តសៀមរាបលោកញ៉ែមសារ៉ាត់នៅតែបន្តធ្វើការងារជាអ្នកការពារសិទ្ធិមនុស្សនិងជួយដល់ជនរងគ្រោះពីការរំលោភបំពានសិទ្ធិផ្សេងៗដោយក្តីស្រឡាញ់ទោះបីជាលោកទទួលបានប្រាក់ខែតែ50%នៃប្រាក់ខែរបស់លោកពីមុនក៏ដោយយើងមានទឹកចិត្តបាទស្រឡាញ់វិស័យសិទ្ធិមនុស្សបាទអញ្ចឹងយើងសុខចិត្តលះបង់កម្លាំងកាយចិត្ត50%ទៀតដើម្បីជួយដល់អាត60ហើយជាពិសេសយើងមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋសហគមន៍នៅតាមមូលដ្ឋានដែលពួកគាត់នៅមិនទាន់មានការយល់ដឹងបានល្អប្រសើរតាក់ទងនឹងសិទ្ធិមនុស្សប្រជាធិបតេយ្យដើម្បីការពារនៅផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់កាលពីកុមារលោកញ៉ែមសារ៉ាត់ត្រូវធ្វើដំណើរជាង5គីឡូម៉ែត្រជារៀងរាល់ព្រឹកដើម្បីទៅរៀននៅសាលាបឋមសិក្សាអន្លង់វ៉ាល់ក្នុងស្រុកសង្កែខេត្តបាត់ដំបងនៅអាយុ16ឆ្នាំម្ដាយលោកបានស្លាប់ចោលនឹង2ឆ្នាំបន្ទាប់ឪពុកលោកក៏បានអនិច្ចកម្មដោយរោគគេពាតទៀតជាក្មេងកំព្រាខណៈខ្លួនកំពុងបន្តការសិក្សាថ្នាក់មធ្យមសិក្សាផងមិនមានអ្នកទំនុកបម្រុងលោកបានសម្រេចចិត្តទៅធ្វើការនៅតាមជាយដែននិងសំបងប្រុសស្នាក់អាស្រ័យដើម្បីបានបន្តសិក្សានៅវិទ្យាល័យថ្មគោក្នុងខេត្តបាត់ដំបងដោយការតស៊ូមិនអស់សង្ឃឹមនៅឆ្នាំ1992ក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទូតយភូមិហើយបានមករស់នៅខេត្តសៀមរាបដើម្បីមកធ្វើការជាអ្នកស្ម័គ្រចិត្តរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិដែលហៅកាត់ថាអ៊ុនតាលើការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ1993នៅសម័យអ៊ុនតាពោលនៅឆ្នាំ1993លោកញ៉ែមសារ៉ាត់បានបន្តការសិក្សាយកវគ្គខ្លីៗជាច្រើនផងនិងបានចូលធ្វើជាអ្នកស្ម័គ្រចិត្តរបស់សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍនៅកម្ពុជាដែលហៅកាត់ថាសមាគមអាត60ដំបូងលោកសារ៉ាត់បានធ្វើជាអ្នកស្ម័គ្រចិត្តរបស់សមាគមអាត60ដោយមិនមានប្រាក់បៀវត្សមិនមានស្នាក់ការនោះទេគឺអាស្រ័យនៅវត្តរាជបូរព្រោះមិនមានថវិកាសម្រាប់ជួលកន្លែងស្នាក់ការតែបន្ទាប់មកមានការចូលរួមពីអ៊ុនតានិងអ្នកស្រឡាញ់វិស័យសិទ្ធិមនុស្សហើយពួកគាត់បានចូលរួមជាវិភាគទានដើម្បីធ្វើជាបណ្ដាញនិងជាអ្នកផ្សព្វផ្សាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាហើយការស្ម័គ្រចិត្តដំបូងគឺយើងនៅតាមវត្តទេព្រោះយើងអត់មានថវិកាសម្រាប់ជួលស្នាក់ការទេបាទគឺយើងពឹងស្នាក់អាស្រ័យទៅលើវត្តគឺវត្តរាជបូរនឹងឯងបាទហើយការស្ម័គ្រចិត្តនៅក្នុងចំនួនឆ្នាំ93នោះគឺយើងបានការគ្រប់គ្រងពីអ៊ុនតាក់ផងហើយពីសមាជិកគ្រប់គ្រងមានន័យថាអ្នកដែលស្រឡាញ់សិទ្ធិមនុស្សបាទទោះបីដំបូងមិនមានប្រាក់បៀវត្សយ៉ាងណាក្តីប៉ុន្តែលោកញ៉ែមសារ៉ាត់នៅតែបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋានការចូលរួមអន្តរាគមន៍ដោះស្រាយវិវាទផ្សេងៗដោយសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីចូលរួមការពារសិទ្ធិនិងផលប្រយោជន៍ប្រជាពលរដ្ឋតាមមូលដ្ឋានដោយស្របច្បាប់ដោយការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មលើវិស័យសិទ្ធិមនុស្សរបស់លោកនិងក្រុមការងារទើបមានការមើលឃើញពីដៃគូជំនួយជាច្រើនដើម្បីផ្ដល់ជំនួយឲ្យសមាគមនេះមានលទ្ធភាពធ្វើការវិស័យកាន់តែទូលំទូលាយនៅកម្ពុជាក្នុងអាជីពជាអ្នកការពារសិទ្ធិមនុស្សជាង30ឆ្នាំមកនេះលោកញ៉ែមសារ៉ាត់បានជួបប្រទះនៅរឿងរ៉ាវស្ទើរគ្រប់រសជាតិល្វីងជូរចត់ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តនោះគឺក្នុងអាជីពរបស់លោកទោះបីតិចឬច្រើនគឺចាប់តាំងពីទសវត្សរ៍ឆ្នាំ90មក
ស្ថានភាពគោរពសិទ្ធិមនុស្សមានភាពល្អប្រសើរខ្លះដែរហើយពលរដ្ឋក៏ចាប់ផ្ដើមយល់ដឹងពីការងាររបស់ពួកគាត់កាន់តែច្រើនដោយការយកចិត្តទុកដាក់ក្នុងការងារផងអមនឹងអេយ៉ាបតសិលធម៌ផងលោកញ៉ែមសារ៉ាត់ត្រូវបានសមាគមអាតហុកបានដំឡើងតួនាទីជាអ្នកសម្របសម្រួលប្រចាំខេត្តមួយចំនួននិងចុងក្រោយជាអ្នកសម្របសម្រួលប្រចាំខេត្តកំពង់ធំលោកធ្លាប់បានសម្រាប់ពីការងារម្ដងអំឡុងឆ្នាំ2016ដើម្បីមានពេលនៅជាមួយនឹងក្រុមគ្រួសារនាខេត្តសៀមរាបប៉ុន្តែអំឡុងដើមឆ្នាំ2020លោកត្រូវបានសមាគមអាយហុកឲ្យបន្តការងារលើវិស័យមួយនេះប្រចាំខេត្តកំពង់ធំដដែលយ៉ាងនេះក្តីកាលពីដើមឆ្នាំ2025អង្គការសង្គមស៊ីវិលនៅកម្ពុជាជាច្រើនបានជួបនៅវិបត្តិហិរញ្ញវត្ថុដោយសារគោលនយោបាយរបស់សហរដ្ឋអាមេរិកមានការប្រែប្រួលជាពិសេសកញ្ចប់ជំនួយទៅដល់ទីភ្នាក់ងារអភិវឌ្ឍរបស់សហរដ្ឋអាមេរិកហៅកាត់ថា USAID ស្ថាប័នខ្លះត្រូវបានកាត់បន្ថយបុគ្គលិករបស់ខ្លួននៅក្នុងនោះក៏មានសមាគមអាតហុកមួយផងដែរសមាគមអាតហុកក្រៅពីកាត់បន្ថយបុគ្គលិកការចំណាយផ្សេងព្រមទាំងសកម្មភាពពាក់ព័ន្ធនឹងគម្រោង USAID ផងនោះបុគ្គលិកដែលនៅបន្តការងារខ្លះត្រូវបានប្រាក់ខែតែពាក់កណ្ដាលហើយខ្លះទៀតធ្វើការស្ម័គ្រចិត្តដោយមិនមានប្រាក់ខែក៏មានលោកញ៉ែមសារ៉ាត់ជាបុគ្គលិកម្នាក់ដែលអាចបំពេញការងារបន្តទៀតបានប៉ុន្តែទទួលបាននូវប្រាក់បៀវត្សតែពាក់កណ្ដាលនៃប្រាក់ខែពីមុនប៉ុណ្ណោះយ៉ាងណាមូលហេតុដែលលោកនៅតែបន្តធ្វើការងារជាមួយនឹងសមាគមអាតហុកគឺដោយសារការស្រឡាញ់ផងនិងក្តីប្រាថ្នាចង់ឃើញការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានការកើនឡើងកាន់តែទូលំទូលាយផងទៀតសិទ្ធិមនុស្សនៅពេលអនាគតយើងចង់ឲ្យមើលឃើញថាប្រជាពលរដ្ឋទាំងអស់បានយល់ដឹងអំពីសិទ្ធិមនុស្សជាមូលដ្ឋានបាទជាពិសេសយើងមាន3ទី1គេហៅថាសិទ្ធិជាមូលដ្ឋានទី2សេរីភាពជាមូលដ្ឋានបាទហើយទី3ការប្រើប្រាស់សិទ្ធិរបស់គាត់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ក្នុងការវិលត្រឡប់មកដើរលើវិថីអ្នកការពារសិទ្ធិមនុស្សជាថ្មីម្ដងទៀតលោកញ៉ែមសារ៉ាន់បានធ្វើការជាច្រើនដូចជាការជួបនឹងពលរដ្ឋដែលមានវិវាទតាមរយៈការប្រឹក្សាយោបល់ផ្នែកច្បាប់ទទួលពាក្យបណ្ដឹងជួយរៀបចំពាក្យបណ្ដឹងរៀបចំឯកសារផ្ដល់មេធាវីធ្វើការស៊ើបអង្កេតតាមរយៈពាក្យបណ្ដឹងដែលជនរងគ្រោះបានផ្ដឹងមកសមាគមអាតហុកក្រៅពីនេះផ្ដល់វគ្គបណ្ដុះបណ្ដាលចងក្រងសហគមន៍ជួយពលករចំការចែកចំការកស៊ូកម្មករលអិនជាវិស័យការពារដល់កុមារនិងស្ត្រីជាដើមទោះបីជាពេលខ្លះមានការនឿយហត់ក៏ដោយក៏ប៉ុន្តែលោកនៅតែស្រឡាញ់ការងាររបស់លោកបច្ចុប្បន្នត្បិតបានជួយពលរដ្ឋទន់ខ្សោយជាពិសេសជនជាតិដើមភាគតិចជាច្រើននៅក្នុងខេត្តកំពង់ធំនេះការដឹងសុខទុក្ខរបស់ពលរដ្ឋផ្ទាល់ការរួមចំណែកជួយដល់សង្គមតាមរយៈការងាររបស់លោកទាំងនេះដែលធ្វើឲ្យលោកអាចបន្តការងាររហូតដល់ពេលបច្ចុប្បន្នអតីតក្មេងកំព្រាឪពុកម្ដាយរូបនេះសង្ឃឹមថាថ្ងៃណាមួយស្ថានភាពសិទ្ធិនៅកម្ពុជាកាន់តែមានភាពប្រសើរប៉ុន្តែសម្រាប់លោកនៅតែបន្តជួយដល់ពលរដ្ឋគ្មានសម្លេងពលរដ្ឋទន់ខ្សោយឲ្យយល់ដឹងពីតម្លៃសិទ្ធិរបស់ពួកគេដែលជាសិទ្ធិការពារដោយច្បាប់អន្តរជាតិនិងជាតិមនុស្សនៅពេលអនាគតយើងចង់ឲ្យមើលឃើញថាប្រជាពលរដ្ឋទាំងអស់បានយល់ដឹងអំពីសិទ្ធិមនុស្សជាមូលដ្ឋានបាទជាពិសេសយើងមាន3ទី1គេហៅថាសិទ្ធិជាមូលដ្ឋានទី2សេរីភាពជាមូលដ្ឋានបាទហើយទី3ការប្រើប្រាស់សិទ្ធិរបស់គាត់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់